ចាសសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបអ្នកគ្រូសាជាថ្មីនៅវីដេអូលើកទី3ទី4ណាឆ្នាំថ្មីនេះចាអញ្ចឹងគឺយើងនិយាយអំពីវិធីសាស្ត្រសរសេរសេចក្តីផ្ដើមគឺវិធីបញ្ច្រាស់ឬក៏ផ្ទុយបន្តទៀតអញ្ចឹងវីដេអូថ្ងៃមុនគឺអ្នកគ្រូបានលើកហើយពីវិធីសាស្ត្រសរសេរសេចក្តីផ្ដើមបញ្ច្រាស់ឬផ្ទុយនេះប៉ុន្តែអ្នកគ្រូបង្ហាញតែសេចក្តីផ្ដើមទេអញ្ចឹងប្រធានលើកនេះអ្នកគ្រូផ្ដើមសេចក្តីផ្ដើមហើយអ្នកគ្រូនឹងបង្ហាញពីតួសេចក្តីហើយនឹងគម្រោងនៅក្នុងការតែងនិងរបៀបលើកឧទាហរណ៍សរុបមតិនិងសេចក្តីបញ្ចប់ផងដែរតោះឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាចាអញ្ចឹងវិធីសាស្ត្រសរសេរសេចក្តីផ្ដើមគឺវិធីសាស្ត្របញ្ច្រាស់ឬផ្ទុយដូចម្ដេចហៅថាវិធីសាស្ត្របញ្ច្រាស់ឬផ្ទុយតោះឥឡូវយើងទៅមើលទាំងអស់គ្នាវិធីសាស្ត្របញ្ច្រាស់ឬផ្ទុយគឺជាវិធីសេចក្តីផ្ដើមមួយបែបដែលតម្រូវឲ្យស្មេត្រូវចេះសរសេរផ្ដើមយ៉ាងណាបង្ហាញឲ្យឃើញគំនិតមួយប្រឈមនឹងទស្សនៈប្រធានដែលបានលើកឡើងរួចទើបសរសេរបញ្ច្រាស់គំនិតនោះវិញដើម្បីឲ្យស្របទៅនឹងប្រធានដែលបានដាក់និងបានឈានដល់ការលើកប្រធានមកបង្ហាញចាអញ្ចឹងគឺយើងត្រូវសរសេរដែលប្រឈមនឹងប្រធានផ្ទុយនឹងប្រធានបន្ទាប់មកគឺយើងសរសេរឲ្យស្របទៅនឹងខ្លឹមសារប្រធានដំបូងបំផុតគឺយើងលើកយកប្រធានហើយយើងសរសេរប្រឈមនឹងប្រធានគឺផ្ទុយនឹងប្រធានបន្ទាប់មកសរសេរឲ្យស្របទៅនឹងខ្លឹមសារប្រធានវិញដើម្បីលើកប្រធាននឹងយកមកដាក់នៅក្នុងចំណូលបញ្ហាអ្វីដែលសំខាន់គឺអ្នកសរសេរតែសេចក្តីត្រូវតែចេះសង្កេតឲ្យច្បាស់ថាតើខ្លឹមសារប្រធានមានជាប់តាក់ទិននឹងគំនិតស្របឬបញ្ច្រាស់ដែរឬទេបើមានការទាញយកលក្ខណៈស្របនឹងបញ្ច្រាស់នោះបានមានន័យថាយើងអាចប្រើប្រាស់វិធីនេះបាននិយាយឲ្យខ្លីទៅវិធីសាស្ត្រនេះស្រដៀងគ្នានឹងវិធីសរសារដែរប៉ុន្តែខុសគ្នាត្រង់ថាមុនឈានដល់ខ្លឹមសារសម្រាប់របស់ប្រធានអ្នកត្រូវលើកឡើងនៅគំនិតប្រឈមខ្លះជាមុនសិនបានន័យថាយើងលើកយកគំនិតផ្ទុយនឹងប្រធានហើយបានយើងសរសេរស្របនឹងខ្លឹមសារប្រធាននឹងវិញហើយយើងលើកចំណូលបញ្ហាចូលតែម្ដងចាអញ្ចឹងឧទាហរណ៍ឆ្លងតាមបទពិសោធន៍កន្លងទៅមានមតិមួយចំនួនបានលើកឡើងថាទ្រព្យសម្បត្តិគឺជាសុភមង្គលរបស់មនុស្សតើមានន័យដូចម្ដេចចូលស្រាយបំភ្លឺឲ្យបានក្បោះក្បាយចាអញ្ចឹងបើយើងមើលទៅតាមប្រធាននេះគឺយើងឃើញថាយើងត្រូវមើលអាន2ដងទៅ3ដងហើយយើងរកគំនិតសំខាន់របស់ប្រធានឬក៏ពាក្យកន្លឹះរបស់ប្រធានតើមានពាក្យអីខ្លះដែលក្តោបឲ្យខ្លឹមសារប្រធានអញ្ចឹងយើងមើលទៅវាមានពាក្យថាទ្រព្យសម្បត្តិនិងសុភមង្គលហើយយើងមើលថាតើជាប្រធាននឹងជាប្រធានប្រភេទអីប្រធានបែបពន្យល់ពិភាក្សាឬក៏ប្រៀបធៀបអញ្ចឹងយើងតើមានន័យដូចម្ដេចបានន័យថាជាប្រធានបែបពន្យល់ហើយចូលស្រាយបំភ្លឺឲ្យបានក្បោះក្បាយអត់បានបញ្ជាក់ថាលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ឬក៏លើកឧទាហរណ៍ក្នុងប្រវត្តិសាស្ត្រទេអញ្ចឹងបានន័យថាប្រធានបែបហ្នឹងគឺជាប្រធានបើកអញ្ចឹងត្រូវលើកឧទាហរណ៍ទាំងក្នុងអក្សរសិល្ប៍ប្រវត្តិសាស្ត្រនិងសង្គមតោះឥឡូវយើងទៅមើលទាំងអស់គ្នាពីវិធីសរសេរផ្ដើមការរស់នៅក្នុងសង្គមសពថ្ងៃមនុស្សម្នាក់បានខិតខំព្យាយាមបំពេញការងារចំពោះមុខដើម្បីទទួលបានមកវិញនៅលៀបសក្ការៈចាអញ្ចឹងគ្រប់ជាតិសាសន៍ទាំងអស់គឺសុទ្ធតែម្នាក់សុទ្ធតែខំប្រឹងធ្វើការងារចំពោះមុខហ្នឹងគឺដើម្បីបានមកវិញនៅលៀបសក្ការៈផ្សេងជាពិសេសគឺទ្រព្យសម្បត្តិនេះឯងអញ្ចឹងប្រសិននឹងដែលចំណុចដែលអ្នកសរសេរដែលពណ៌បៃតងនេះគឺមានន័យថាប្រឈមនឹងខ្លឹមសារប្រធានឯងប្រសិនបើបុគ្គលណាមិនមានទ្រព្យសម្បត្តិអ្វីជាដុំកំភួនសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃទេជីវិតគេនឹងជួបប្រទះនឹងបញ្ហាមិនខានចាអញ្ចឹងបើសិនជាអត់មានទ្រព្យសម្បត្តិអីជាដុំកំភួនទេគឺជីវិតគេនឹងជួបប្រទះនឹងបញ្ហាជាមិនខានផ្ទុយទៅវិញប្រសិនបើគេមានទ្រព្យធនចាអញ្ចឹងអានេះយើងប្រើពាក្យផ្ទុយទៅវិញអញ្ចឹងយើងលើកឲ្យស្របនឹងខ្លឹមសារប្រធានវិញដើម្បីលើកយកចំណូលបញ្ហាឬក៏លើកយកប្រធានមកចូលផ្ទុយទៅវិញប្រសិនបើគេមានទ្រព្យធនរបស់របរសម្បូរហូរហៀនោះការដោះស្រាយបញ្ហានានាចំពោះមុខក៏នឹងមានលទ្ធភាពរលូនទៅតាមនោះដែរចាអញ្ចឹងហ្នឹងក៏មានលទ្ធភាពរលូនទៅតាមនឹងដែរដោយឃើញពីតម្លៃនៃទ្រព្យសម្បត្តិបែបនេះហើយទើបមានទស្សនៈមួយបានលើកឡើងថាទ្រព្យសម្បត្តិជាសុភមង្គលរបស់មនុស្សចាអញ្ចឹងឃើញទេគឺយើងលើកយកស្របទៅនឹងខ្លឹមសារប្រធានហើយបានយើងទាញប្រធានចូលអញ្ចឹងទើបមានទស្សនៈមួយដោយយល់ឃើញពីតម្លៃនៃទ្រព្យសម្បត្តិបែបនេះហើយទើបមានទស្សនៈឬក៏មតិមួយលើកឡើងថានេះអាហ្នឹងគេហៅថាចំណូល
បញ្ហាបន្ទាប់មកគឺចំណោទបញ្ហាតើទស្សនៈខាងលើមានអត្ថន័យយ៉ាងដូចម្ដេចអាហ្នឹងគឺចំណោទបញ្ហាអញ្ចឹងយើងមើលមកក្រោយវិញតើសេចក្តីផ្ដើមយើងចុះបន្ទាត់ប្រមាណដងអញ្ចឹងសេចក្តីផ្ដើមគឺយើងចុះបន្ទាត់នៅក្នុងលំនាំបញ្ហាម្ដងបន្ទាប់មកទៀតចំណូលបញ្ហាគឺយើងអត់ចុះបន្ទាត់ទេគឺយើងសរសេរតហើយនឹងចំណោទបញ្ហាគឺយើងចុះបន្ទាត់ម្ដងទៀតហើយបន្ទាប់មកគឺយើងអស់ហើយសេចក្តីផ្ដើមគឺយើងអស់ហើយអញ្ចឹងវិធីសាស្ត្រសរសេរសេចក្តីផ្ដើមបញ្ច្រាស់ឬផ្ទុយហ្នឹងគឺតែប៉ុណ្្នឹងទេប៉ុន្តែអ្នកគ្រូបន្ថែមទៅទៀតគឺដល់តួសេចក្តីអញ្ចឹងតួសេចក្តីគឺចាប់ផ្ដើមមកឃ្លាភ្ជាប់សេចក្តីមុននឹងឈានដល់ការបកស្រាយអត្ថន័យប្រធានខាងលើឲ្យបានច្បាស់យើងគប្បីយល់ន័យនៃពាក្យទ្រព្យសម្បត្តិនិងសុភមង្គលចាអញ្ចឹងយើងដឹងហើយទ្រព្យសម្បត្តិនិងសុភមង្គលអ្នកគ្រូនិយាយតាំងពីអានប្រធានណានៅពេលដែលយើងអានប្រធានហើយយើងរកពាក្យកុន្លឹះឬក៏ពាក្យដែលក្តោបឲ្យខ្លឹមសារប្រធានគឺមានពីរនឹងឯងគឺទ្រព្យសម្បត្តិនិងសុភមង្គលចាអញ្ចឹងអាហ្នឹងគេហៅថាឃ្លាភ្ជាប់សេចក្តីអញ្ចឹងអាហ្នឹងឃ្លាភ្ជាប់សេចក្តីហ្នឹងគឺចូលតួសេចក្តីហើយគឺយើងចុះបន្ទាត់ដើមបន្ទាត់មួយទៀតចាជាមុនសិនទ្រព្យសម្បត្តិមានន័យថាមាសប្រាក់ទ្រព្យធនពីទូសូរកាមចាគ្រឿងអលង្ការផ្សេងហ្នឹងអាហ្នឹងគេហៅថាទ្រព្យសម្បត្តិដល់ពេលសុភមង្គលមានន័យថាសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តចាបានសេចក្តីថាសេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តហ្នឹងអាហ្នឹងគេហៅថាបញ្យលពាក្យបន្ទាប់មកទៀតអានេះគេហៅថាបញ្យលន័យប្រធានយោងតាមអត្ថន័យរបស់ពាក្យកុន្លឹះប្រធានខាងលើចង់បង្ហាញឲ្យឃើញថាហ្នឹងគឺបញ្យលន័យប្រធានណាមាសប្រាក់ទ្រព្យធនពីទូសូរកាមជាសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តរបស់មនុស្សអាហ្នឹងគេហៅថាបញ្យលន័យប្រធានអញ្ចឹងបញ្យលន័យប្រធានគឺយើងដកយកពាក្យទ្រព្យសម្បត្តិចេញយើងយកអត្ថន័យនៃពាក្យទ្រព្យសម្បត្តិយកមកដាក់បញ្ចូលយើងដកពាក្យសុភមង្គលចេញយើងយកអត្ថន័យនៃពាក្យសុភមង្គលយកមកដាក់បញ្ចូលហើយយើងបញ្ចេញបញ្ចូលពាក្យធ្វើម៉េចឲ្យគេស្ដាប់បានអាហ្នឹងគេហៅថាបញ្យលន័យប្រធានអញ្ចឹងបន្តមកទៀតយើងចូលទៅដល់បកស្រាយកំណត់សំខាន់ឬក៏សេចក្តីលម្អិតគាំទ្រប្រធានអញ្ចឹងអានេះអ្នកអត់បកស្រាយទេអ្នកគ្រាន់តែដាក់គម្រោងទេអូនអាចយកទៅរៀនពលាតសរសេរដោយខ្លួនឯងអញ្ចឹងគឺនៅពេលដែលយើងសរសេរយើងអាចប្រើជាការពិតណាស់អីចឹងទៅឬក៏ជាក់ស្ដែងអីចឹងទៅអាហ្នឹងអាស្រ័យទៅលើវិធីសាស្ត្រនៅក្នុងការសរសេរអញ្ចឹងចំណុចសំខាន់នៅក្នុងការសរសេរគឺយើងត្រូវដឹងពីលក្ខណៈនៃទ្រព្យសម្បត្តិជាមុនសិនកាលណាយើងដឹងពីលក្ខណៈនៃទ្រព្យសម្បត្តិហើយយើងងាយស្រួលនៅក្នុងការសរសេរអានេះគ្រាន់តែជាចំណុចសំខាន់ដែលអូនអាចយកទៅវឹកហាត់នៅក្នុងការសរសេរបានអញ្ចឹងលក្ខណៈនៃទ្រព្យសម្បត្តិមានអីខ្លះទ្រព្យសម្បត្តិដែលជាគេអកបន្សល់ទុកពីដូនតាឬក៏ឪពុកម្ដាយចាអញ្ចឹងទ្រព្យសម្បត្តិដែលសល់ពីដូនតាឬក៏ឪពុកម្ដាយនឹងឯងដែលយើងមាននឹងឯងហ្នឹងក៏ជាទ្រព្យសម្បត្តិដែរហើយនឹងទ្រព្យសម្បត្តិដែលបានពីមុខរបរអូស៊ីប្រចាំថ្ងៃនឹងឯងការងារផ្សេងកម្លាំងញើសឈាមខ្លួនឯងចាអញ្ចឹងគឺគេហៅថាក៏ជាទ្រព្យសម្បត្តិរបស់យើងដែរអញ្ចឹងលក្ខណៈនៃទ្រព្យសម្បត្តិគឺប្រភពនៃទ្រព្យសម្បត្តិគឺយើងបានមកពីចំណុចនោះនឹងឯងអញ្ចឹងការបានមកពីកណប់បានមកពីត្រូវឆ្នោតបានអីហ្នឹងគឺវាសិតតែជាការផ្សងសំណាងវាមិនងាយទេអញ្ចឹងអ្វីដែលបានជាប្រភពច្បាស់លាស់អ្នកគ្រូលើកតែពីរចំណុចហ្នឹងទេអញ្ចឹងផលប្រយោជន៍នៃទ្រព្យសម្បត្តិនៅពេលដែលយើងមានទ្រព្យសម្បត្តិហើយតើទទួលបានផលប្រយោជន៍អីខ្លះអញ្ចឹងតោះឥឡូវយើងមើលទាំងអស់គ្នាគឺមានកិត្តិយសមានមុខមាត់មានមុខមានមាត់រស់នៅដោយងាយស្រួលមិនលំបាកមានលទ្ធភាពសម្បូរបែបមានការគោរពនិងឲ្យតម្លៃពីអ្នកដទៃចាអញ្ចឹងនៅពេលដែលយើងមានទ្រព្យសម្បត្តិគឺយើងមានតម្លៃអ្នកដទៃឲ្យតម្លៃហើយយើងក៏សម្បូរសប្បាយពេលដែលយើងឈឺស្កាត់ឬមានបញ្ហាអីគឺយើងងាយស្រួលនៅក្នុងការដោះស្រាយចានេះគឺការសរសេរចំណុចត្រេនេះគឺមិនមែនថាពេលបកស្រាយអូនត្រេដូចអ្នកគ្រូទេអ្នកគ្រូនេះគ្រាន់តែជាគ្រោងសម្រាប់ឲ្យអូនយកទៅសរសេរទេឲ្យអូនយកទៅពលាតទេអញ្ចឹងអូនយកទៅអាចរៀនយកទៅសរសេរខ្លួនឯងកុំឲ្យថាអ្នកគ្រូដាក់ឲ្យទាំងដុលតែម្ដងកុំឲ្យថាយើងអត់បានគិតអញ្ចឹងយើងអាចយកទៅរៀនសរសេររៀនពលាតដោយខ្លួនឯងអញ្ចឹងអ្នកគ្រូនឹងបង្ហាញអំពីការលើកឧទាហរណ៍អញ្ចឹងលើកឧទាហរណ៍មាននៅក្នុងអក្សរសិល្ប៍សង្គមនិងប្រវត្តិសាស្ត្រអញ្ចឹងលើកឧទាហរណ៍នៅក្នុងអក្សរសិល្ប៍អ្នកគ្រូលើកយករឿងកលាបៃលិនតួអង្គខុននារីនៅក្នុងរឿងកលាបៃលិនដោយសារតែនាងមានទ្រព្យសម្បត្តិច្រើនមានឪពុកជាថៅកែត្បូងប្រចាំខេត្តបៃលិនជាហេតុធ្វើឲ្យជីវិតរបស់នាងពោពេញទៅដោយភាពងាយស្រួលមិនលំបាកផ្ទុយទៅវិញចៅចិត្តជាជនទុរគតគ្មានញាតិហើយថែមទាំងគ្មានទ្រព្យសម្បត្តិផងពោពេញដោយសេចក្តីលំបាកភាពកំសត់កំរគ្រប់បែបយ៉ាងចាអញ្ចឹងគឺយើងឃើញហើយអ្នកដែលមានទ្រព្យសម្បត្តិគឺពោពេញទៅដោយសុភមង្គលភាពសុខស្រួលចំណែកឯចៅចិត្តវិញលំបាកដោយសារតែគ្មានទ្រព្យសម្បត្តិគ្មានញាតិមិត្តផងគឺលំបាកគ្រប់បែបយ៉ាងទាំងអស់
ចំណែកតួអង្គរដ្ឋមន្ត្រីវ័យក្មេងនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញជាអ្នកដែលបានបញ្ចប់ការសិក្សាមកពីប្រទេសបារាំងមានមុខងារជារដ្ឋមន្ត្រីប្រកបដោយទ្រព្យសម្បត្តិធ្វើឲ្យជីវិតរស់នៅក្នុងកិត្តិយសឧត្តមឧត្តមចាអញ្ចឹងគឺមានទ្រព្យសម្បត្តិជីវិតរបស់រដ្ឋមន្ត្រីវ័យក្មេងគឺមានកិត្តិយសឧត្តមឧត្តមនិងពោពេញទៅដោយសេចក្តីសុខគ្រប់ប្រការផ្ទុយទៅវិញតួអង្គសំចាអញ្ចឹងយើងលើកយកដែលតួអង្គពីរឯងជាតួអង្គស្របនឹងខ្លឹមសារប្រធានឥឡូវយើងលើកយកតួអង្គមួយដែលផ្ទុយនឹងខ្លឹមសារប្រធានផ្ទុយទៅវិញតួអង្គសំអញ្ចឹងតួអង្គសំនៅក្នុងរឿងអីនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដូចជាតួអង្គរដ្ឋមន្ត្រីវ័យក្មេងដែរដែលនិពន្ធដោយលោកសួនសរិនឆ្នាំ1961ជាជនក្រីក្រទុរគតគ្មានការងារគ្មានទ្រព្យសម្បត្តិជីវិតពោពេញទៅដោយទុក្ខសោកចាអញ្ចឹងយើងឃើញហ៎គឺសំនឹងឯងពោពេញទៅដោយទុក្ខសោកដូចចៅចិត្តដែរចាការនិរិះប្រត់ប្រាស់គ្រប់បែបយ៉ាងចាអញ្ចឹងគឺអ្នកគ្រូលើកយកពីររឿងហ្នឹងប៉ុន្តែអ្នកគ្រូលើកតួអង្គមួយដែលស្របនឹងខ្លឹមសារប្រធានតួអង្គមួយទៀតដែលប្រឈមនឹងខ្លឹមសារប្រធានឯតួអង្គណៃសោតនៅក្នុងរឿងផ្កាសពូនពោពេញទៅដោយសេចក្តីសុខស្រណុកស្រួលក្នុងជីវិតត្រូវការអ្វីបាននោះមិនមានភាពលំបាកទាល់តែសោះត្បិតខ្លួនជាកូនថៅកែកាណូតឈ្មោះថាណៃសៀនដែលមានទ្រព្យសម្បត្តិស្រុកស្រំអញ្ចឹងឃើញទេណៃសោតមានទ្រព្យសម្បត្តិចៅណៃសោតជាកូនអ្នកមានទ្រព្យសម្បត្តិស្រុកស្រំជាកូនថៅកែកាណូតធ្វើឲ្យគេរស់នៅបានសេចក្តីសុខស្រួលមិនដែលស្គាល់ភាកថាលំបាកទេផ្ទុយទៅវិញប៊ុនធឿនដែលជាកូនកសិករក្រខ្សត់មិនមានទ្រព្យសម្បត្តិនឹងគេគឺត្រូវពឹងលើសេចក្តីព្យាយាមដោយខ្លួនឯងចំណែកប៊ុនធឿននឹងឯងគឺនៅពេលដែលពុកធ្លាក់ខ្លួនក្រទៅក្រខ្សត់គ្មានទ្រព្យធនគឺត្រូវរស់នៅពឹងលើសេចក្តីព្យាយាមដោយខ្លួនឯងទាំងស្រុងចាអញ្ចឹងអ្នកគ្រូសិតតែលើកយកតួអង្គពីរគឺតួអង្គស្របនឹងខ្លឹមសារប្រធាននិងតួអង្គប្រឈមនឹងខ្លឹមសារប្រធានទាំងអស់ដើម្បីយកមកបង្ហាញចាអ្នកដែលមានទ្រព្យសម្បត្តិតើវាស្រួលយ៉ាងម៉េចហើយអ្នកដែលគ្មានទ្រព្យសម្បត្តិតើត្រូវរស់នៅតស៊ូយ៉ាងដូចម្តេចអញ្ចឹងបន្តទៅទៀតជីវិតពោពេញទៅដោយឧបសគ្គគ្រប់បែបយ៉ាងរហូតទីបំផុតព្រាត់ប្រាសពីគូសង្សារបណ្ដូលចិត្តដោយសារតែខ្លួនក្រគ្មានទ្រព្យសម្បត្តិនេះឯងនៅក្នុងប្រវត្តិសាស្ត្រវិញជីវិតសង្គមខ្មែរនាសម័យអង្គរចាអញ្ចឹងឃើញថាសម័យអង្គរមានភាពល្អប្រសើរពោពេញទៅដោយសេចក្តីរុងរឿងត្បិតនាសម័យនោះដូនតារបស់យើងសម្បូរទៅដោយទ្រព្យធនផ្សេងចាអញ្ចឹងគឺសម័យអង្គរគឺយើងសម្បូរទៅដោយទ្រព្យធនសម្រាប់អភិវឌ្ឍជាតិចាដូចជាប្រព័ន្ធធារាសាស្ត្រសម្រាប់របរកសិកម្មប្រព័ន្ធអប់រំប្រកបដោយគុណភាពប្រព័ន្ធគមនាគមន៍សម្បូរបែបជាហេតុធ្វើឲ្យប្រជាជាតិខ្មែរនៅពេលនោះមានភាពកើងការល្បីល្បាញចាអញ្ចឹងគឺនៅក្នុងវត្តសាស្ត្រយើងឃើញកាលណាយើងមានទ្រព្យសម្បត្តិមានការរីកចម្រើនគឺធ្វើឲ្យប្រទេសយើងមានមុខមានមាត់មានកិត្តិនាមកិត្តិយសនៅក្នុងពិភពលោកផងដែរคล้ายទៅជាប្រទេសមហាអំណាចដ៏ធំសម្បើមមួយនៅអាស៊ីអាគ្នេយ៍ផ្ទុយទៅវិញនៅសម័យកណ្ដាលចាក្នុងសម័យកណ្ដាលដោយសារមានសង្គ្រាមជាញឹកញាប់ប្រទេសជាតិធ្លាក់ចុះទុនខ្សោយទ្រព្យសម្បត្តិជាតិគ្រប់បែបយ៉ាងត្រូវបំផ្លិចបំផ្លាញទាំងធនធានមនុស្សប្រព័ន្ធធារាសាស្ត្រសំណង់ស្ថាបត្យកម្មឡាក់ប្រជាជនរស់នៅរងទុក្ខវេទនាភ្លើងសង្គ្រាមពីសត្រូវគ្រប់បែបយ៉ាងប្រទេសពោពេញទៅដោយសេចក្តីអន្តរាយចាអញ្ចឹងគឺនៅសម័យកណ្ដាលគឺយើងមានសង្គ្រាមដោយសារតែសត្រូវឈ្លានពានពីអ្នកជិតខាងនឹងច្រើនអញ្ចឹងធ្វើឲ្យយើងនឹងវិនិច្ឆ័យអន្តរាយផ្សេងចាអញ្ចឹងគឺយើងរស់នៅដោយភាពលំបាកលំបិនអញ្ចឹងបន្តទៅទៀតចូលមកដល់សង្គមជាក់ស្ដែងអញ្ចឹងអ្នកគ្រូលើកបាន2ចំណុចហើយខាងលើមិញគឺមានអក្សរសិល្ប៍ប្រវត្តិសាស្ត្រហើយសង្គមជាក់ស្ដែងវិញអញ្ចឹងយើងមើលទាំងអស់គ្នាបើយើងក្រឡេកមើលក្នុងសង្គមជាក់ស្ដែងវិញយើងឃើញថាជនណាដែលគ្មានទ្រព្យសម្បត្តិធនធានរបស់អ្វីទេនោះជីវិតរស់នៅនឹងប្រកបដោយសេចក្តីលំបាកសពបែបយ៉ាងចាអញ្ចឹងជីវិតរស់នៅគាត់ជាលំបាកសពបែបយ៉ាងគ្មានការឲ្យតម្លៃពីអ្នកផងផ្ទុយទៅវិញប្រសិនបើបុគ្គលនោះជាមនុស្សមានទ្រព្យសម្បត្តិប្រកាសហូហៀនោះគេនឹងរស់នៅក្នុងសេចក្តីថ្លៃថ្នូរងាយស្រួលសពបែបយ៉ាងជាពិសេសទៅណាមកណាត្រូវអ្នកផងគោរពនឹងឲ្យតម្លៃចាចំណែកឯមានទ្រព្យសម្បត្តិគឺអ្នកផងទៅណាមកណាគេគោរពឲ្យតម្លៃខ្លាំងណាចំណែកឯអ្នកក្រខ្សត់គេមិនឲ្យតម្លៃទេហ្នឹងនៅក្នុងសង្គមជាក់ស្ដែងចា
ចាអញ្ចឹងយើងចូលមកដល់សរុបមតិសរុបសេចក្តីមកទ្រព្យសម្បត្តិពិតជានាំមកនៅសេចក្តីសុខសុភមង្គលដល់មនុស្សពិតប្រាកដមែនចាអញ្ចឹងគឺសរុបមកគឺយើងឃើញថាទ្រព្យសម្បត្តិពិតជាផ្ដល់សុភមង្គលដល់មនុស្សពិតប្រាកដមែនព្រោះហេតុនិងផលព្រោះអីទ្រព្យសម្បត្តិធ្វើឲ្យមនុស្សមានកិត្តិយសមុខមាត់រស់នៅដោយងាយស្រួលមិនលំបាកមានលទ្ធភាពសម្បូរបែបព្រមទាំងមានការគោរពនិងឲ្យតម្លៃពីអ្នកដទៃចាអញ្ចឹងតួសេចក្តីយើងបញ្ចប់ហើយអញ្ចឹងយើងមើលយើងបកទៅក្រោយវិញតើតួសេចក្តីយើងចុះបន្តប្រមាណដងយើងចុះបន្តទៅលើឃ្លាភ្ជាប់សេចក្តីមួយឃ្លាភ្ជាប់សេចក្តីបញ្យលពាក្យបញ្យលនៃប្រធានគឺយើងអត់ចុះទេបន្ទាប់មកគឺយើងចុះបន្តទៅកន្លែងបកស្រាយដកស្រាយឲ្យឧទាហរណ៍នៅក្នុងសង្គមនៅក្នុងដែលប្រវត្តិសាស្ត្រនិងនៅក្នុងសង្គមជាក់ស្ដែងនៅក្នុងអក្សរសិល្ប៍ក៏យើងអត់ចុះបន្ទាត់ដែរគឺយើងដាក់តគ្នាទៅបានបន្តមកទៀតបានយើងមកចុះបន្ទាត់នៅសរុបមតិចាអញ្ចឹងគឺបញ្ចប់តួសេចក្តីយើងចូលទៅដល់សេចក្តីបញ្ចប់សេចក្តីបញ្ចប់អ្នកដាក់ខ្មៅតែម្ដងតាមរយៈការបកស្រាយលម្អិតខាងលើយើងឃើញថាប្រធាននេះមានអត្ថន័យយ៉ាងល្អជ្រាលជ្រៅដោយបានរំលេចឲ្យឃើញច្បាស់អំពីសក្តានុពលនៃទ្រព្យសម្បត្តិចាអញ្ចឹងគឺប្រធានហ្នឹងគឺពិតជាល្អបានរំលេចឲ្យឃើញពីសក្តានុពលនៃទ្រព្យសម្បត្តិកាលណាមានទ្រព្យសម្បត្តិហើយគឺមានសក្តានុពលដែលជាកម្លាំងកាយចិត្តក្នុងការខិតខំអញ្ចឹងនៅពេលដែលយើងខំហើយយើងទទួលបានទ្រព្យសម្បត្តិទទួលបានមាសប្រាក់កែវកងម៉ូតូឡានអ្វីដែលហ្នឹងគឺជាកម្លាំងកាយចិត្តមួយដែលធ្វើឲ្យយើងនឹងឯងខំទៅវាមានកម្លាំងបន្តទៀតចាទ្រព្យសម្បត្តិជាកម្លាំងកាយចិត្តក្នុងការខិតខំធ្វើការរៀនសូត្រចាអញ្ចឹងនៅពេលដែលយើងឃើញថាអ្នកដែលមានទ្រព្យសម្បត្តិមានកិត្តិយសបែបហ្នឹងយើងខំរៀនសូត្រខំធ្វើការងារដើម្បីឲ្យមានទ្រព្យសម្បត្តិដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រតាក្រីក្រគេមើលងាយអញ្ចឹងយើងត្រូវតែខំប្រឹងប្រែងរៀនសូត្រដើម្បីបានការងារល្អធ្វើហើយមានទ្រព្យសម្បត្តិច្រើនដូចនេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយត្រូវខំអភិវឌ្ឍខ្លួនឲ្យមានចំណេះចាឲ្យមានចំណេះដឹងដើម្បីក្លាយជាពលរដ្ឋល្អចាអញ្ចឹងគឺមានចំណេះដឹងគឺយើងក្លាយជាពលរដ្ឋល្អនាពេលអនាគតអាចរកប្រាក់ចំណូលបានច្រើនអញ្ចឹងកាលណាក្លាយជាពលរដ្ឋល្អហើយគឺនៅពេលដែលយើងមានការងារធ្វើអាចរកប្រាក់ចំណូលបានច្រើនមានទ្រព្យសម្បត្តិស្ដុកស្ដំកាលណាប្រទេសយើងប្រជាជនសុទ្ធតែអ្នកសម្បូររកលុយបានច្រើនមានទ្រព្យសម្បត្តិស្ដុកស្ដំនឹងអាចជួយអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដែរអញ្ចឹងកាលណាយើងសម្បូរហូរហៀហើយគឺមិនបាច់រដ្ឋាភិបាលមកជួយយើងទេគឺយើងជួយទៅលើរដ្ឋាភិបាលវិញជួយតាមរយៈការបង់ពន្ធជួយតាមរយៈការសាងសង់សាលារៀនផ្លូវថ្នល់អីកាលណាប្រជាជនសម្បូរសប្បាយមានទ្រព្យសម្បត្តិច្រើនគឺប្រជាជនគឺក៏ចិត្តទលាយនៅក្នុងការសាងសង់ប្រទេសឲ្យមានការរីកចម្រើនផងដែរចាអញ្ចឹងតែសេចក្តីរបស់យើងគឺបញ្ចប់ទៅប៉ុណ្្នឹងឯងវិធីសាស្ត្រនៅក្នុងការសរសេរសេចក្តីផ្ដើមបញ្ច្រាស់ឬផ្ទុយប៉ុន្តែអ្នកគ្រូមិនដាក់តែបញ្ច្រាស់ឬផ្ទុយនៅក្នុងការសេចក្តីផ្ដើមទេអ្នកគ្រូបន្ថែមទាំងតួសេចក្តីទាំងលើកឧទាហរណ៍ទាំងសេចក្តីបញ្ចប់ចាអញ្ចឹងសូមអរគុណផងដែរចំពោះការយកចិត្តទុកដាក់មើលវីដេអូអ្នកគ្រូដោយយកចិត្តទុកដាក់ហើយមានកំហុសខុសឆ្គងកន្លែងណាអាចចូលខមមិនហើយមានចម្ងល់ឬក៏ចង់ឲ្យអ្នកគ្រូធ្វើប្រធានបែបណាសូមអាចចូលខមមិននៅក្នុងវីដេអូអ្នកគ្រូបានអ្នកគ្រូនឹងព្យាយាមបង្កើត slide និងធ្វើវីដេអូជូនតែมันបានលឿនទេដោយសារតែការងារច្រើនដែរអញ្ចឹងសូមអរគុណច្រើនដែរហើយបានមើលវីដេអូហើយបើគិតថាមានប្រយោជន៍អាចជួយ Subscribe Like ឬក៏ Share បន្តទៀតបានចាសូមអរគុណច្រើនជម្រាបលា